សូមជម្រាបសួរប្រិមិត្តពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំសូមណែនាំអំពីប្រទាលមួយប្រភេទបាទហើយប្រទាលនេះមានឈ្មោះថា Aglaonema pattaya beauty ប្រទាលនេះគេពេញនិយមដាំតាមផ្ទះតាមសួននិងតាមហាងលក់ដូរផ្សេងៗបាទហើយលក្ខណៈពិសេសនៃប្រទាលនេះមានស្លឹកពណ៌បៃតងនិងមានពណ៌ប្រាក់នៅចំកណ្ដាលទ្រនុងនៃស្លឹកបាទហើយប្រទាលនេះយើងអាចដាំលំអនៅក្នុងម្លប់បានព្រោះវាជាពពួកប្រទាល indoor plant ដែលវាជាពពួករុក្ខជាតិអំបូរ Chinese evergreen ជាប្រភេទប្រទាលបន្សុទ្ធខ្យល់ពុលបើតាមជំនឿជនជាតិចិនប្រទាលនេះជាប្រទាលនាំលាភសំណាងឬមួយក៏ប្រទាលហុងស៊ុយបាទហើយនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញចំណុចសំខាន់ធំៗពីរបាទទី1គឺអត្ថប្រយោជន៍បាទអត្ថប្រយោជន៍ប្រទាលនឹងគឺបន្សុទ្ធខ្យល់ពីបរិយាកាសបាទល្អមែនតើអញ្ចឹងយើងគួរតែដាំនៅតាមបរិវេណផ្ទះឬមួយក៏មុខបន្ទប់របស់យើងទៅបាទហើយជាប្រភេទពពួករុក្ខជាតិដាំលម្អតាមផ្ទះបាទគឺសម្រាប់យើងដាំលើកសម្រស់ហាងឬមួយក៏ផ្ទះឬមួយក៏សួនរបស់យើងនឹងបាទហើយផ្ដល់នូវអត្ថប្រយោជន៍ត្រជាក់ត្រជុំនៅក្នុងបរិវេណដាំដុះបាទដោយសារតែវាបញ្ចេញអុកស៊ីសែនច្រើនដូច្នេះគឺផ្ដល់នូវភាពត្រជាក់ត្រជុំបាទហើយប្រទាលហ្នឹងគឺអាចរស់នៅក្នុងពន្លឺទាបបានអញ្ចឹងយើងអាចដាំនៅក្នុងម្លប់បានបាទហើយងាយដាំនិងងាយថែទាំបាទហើយមួយទៀតនោះគឺផ្ដល់នូវសោភ័ណភាពនៅភាពបៃតងដែលផ្ដល់ផលល្អសម្រាប់ភ្នែកនិងសុខភាពភ្នែករបស់យើងបាទព្រោះតែភ្នែកយើងនឿយហត់យើងគួរតែសម្លឹងនូវភាពបៃតងដើម្បីកាត់បន្ថយភាពនឿយហត់របស់ភ្នែកបាទចំណុចទី2គឺរបៀបដាំដុះនិងរបៀបថែទាំបាទចំណែកឯរបៀបនៃការដាំដុះវិញគឺមានភាពងាយមែនតើបាទដោយដែលខ្ញុំបង្ហាញតាំងពីដើមវីដេអូអញ្ចឹងគឺប្រទាលហ្នឹងគឺខ្ញុំមានតែមួយដើមទេហើយគឺខ្ញុំកាត់ជា3កង់បាទគឺមួយកំណាត់ខាងចុងហើយ2កំណាត់ទៀតគឺខាងគល់បាទហើយខ្ញុំដាំធ្វើទុកជាមេពូជដូច្នេះខ្ញុំមិនបាច់រកផើងណាមួយដែលស្អាតនោះទេនិយាយរួមអ្វីក៏បានដែរឲ្យតែយើងគិតថាអាចនឹងដាក់ដាំបានគឺយើងដាំចោះបាទដោយសារតែយើងទុកធ្វើមេពូជបាទដោយសារតែប្រទាលហ្នឹងគឺមានភាពងាយស្រួលក្នុងការដាំដុះដូច្នេះនៅពេលដែលយើងកាត់ដាំដាក់នៅក្នុងកន្ទោងឬមួយក៏ផើងឬមួយក៏ដបទឹកសុទ្ធហ្នឹងយើងគួរតែស្រោចទឹកមួយថ្ងៃ2ដងទៅដើម្បីឲ្យប្រទាលឆាប់បានលូតលាស់ល្អឆាប់បានដុះចេញប្រឡោកចេញខ្នែងយើងគួរតែស្រោចមួយថ្ងៃ2ដងបាទអញ្ចឹងប្រទាលនឹងនៅពេលដែលបន្ទាប់ពីខ្ញុំកាត់ដាំបាទបន្ទាប់ដែលយើងកាត់ដាំដាក់នៅក្នុងផើងហ្នឹងបាទរហូតមកដល់ពេលនេះគឺរយៈពេល4ខែបាទហ្នឹងគឺ4ខែឬមួយក៏ខែទី4ហ្នឹងគឺដុះបានប៉ុណ្ណឹងដុះបានកូន2កូនហើយដុះបានស្លឹកជាច្រើនទៀតបាទស្លឹកថ្មីជាច្រើនទៀតសម្រាប់ផ្នែកខាងចុងហ្នឹងហើយដើម្បីឲ្យឆាប់បានទទួលបានផលល្អបាទចាំបាច់ណាយើងគួរតែដកស្លឹកបាទឬមួយក៏យើងហែកស្លឹកក្រោមគេចេញយើងទុកត្រឹមតែ4ឬមួយក៏3ឬមួយក៏5ក៏បានដែរបាទដោយដែលខ្ញុំបង្ហាញនៅក្នុងវីដេអូហ្នឹងគឺយើងទុកស្លឹកប៉ុណ្ណឹងមកហើយយើងគួរតែបន្ថែមនៅជីកំប៉ុស្តបាទកំប៉ុស្តគោករយៈពេល1ខែ2ខែយើងគួរតែបន្ថែមកំប៉ុស្តគោកបន្តិចទៀតអញ្ចឹងទៅបាទបើសិនជាយើងអត់ទេយើងស្រោចជីកំប៉ុស្តទឹកបាទប៉ុន្តែបើសិនជាយើងអត់មានជីកំប៉ុស្តទឹកទៀតយើងអាចថែមដីធម្មតាទៅដើម្បីឲ្យមានសារធាតុចិញ្ចឹមដល់ប្រទាលហ្នឹងបាទអញ្ចឹងរយៈពេល4ខែហ្នឹងគឺដុះបានប៉ុណ្ណឹងបាទបន្ទាប់ពីយើងបន្ថែមនៅជីកំប៉ុស្តគោកឬមួយក៏កំប៉ុស្តទឹកបាទចូលដល់ខែទី6បាទចូលដល់ខែទី6គឺលឿនបាទគឺដុះបាន3កូនទៀត3ខ្នែងទៀតឬមួយក៏3កូនហ្នឹងសរុបទាំងអស់គឺ5ហើយអញ្ចឹងគឺល្អមែនតើបាទយើងមើលទៅបាទហើយដើមមេហ្នឹងក៏វាដុះស្លឹកថ្មីបន្ថែមទៀតដែរអញ្ចឹងចូលដល់ខែទី7បាទអញ្ចឹងចូលដល់ខែទី7យើងមើលទៅដោយសារតែកូនដុះមកច្រើនរឿងចង្អៀតហើយអញ្ចឹងយើងត្រូវតែកាត់ដើមមេដើម្បីបំបែកដាំតទៀតបាទដើម្បីឲ្យកូននៅក្នុងផ្ទោងហ្នឹងរីកធំធាត់ល្អអញ្ចឹងយើងធ្វើជារឿយយើងធ្វើចឹងបន្តទៀតទៅយើងនឹងបានប្រទាលនឹងច្រើនទៅហើយអញ្ចឹងវិធីសាស្ត្រនៃការដាំប្រទាលហ្នឹងគឺយើងមិនបាច់មានច្រើនទេយើងមានត្រឹមតែមួយដើមដូចដែលខ្ញុំបង្ហាញតាំងពីដើមហ្នឹងគឺយើងអាចកាត់បំបែកបានរាប់រយដើមឯណោះបាទអញ្ចឹងខ្ញុំកាត់ដើមមេនឹងចេញហើយបន្ទាប់មកគឺខ្ញុំហែកស្លឹកបាទហែកស្លឹកចេញទៅដោយសារតែវែងបាទដោយសារតែវែងអញ្ចឹងទៅយើងត្រូវហែកស្លឹកបន្ថែមទៀតដើម្បីឲ្យយើងកាត់បាន2ឬមួយក៏3កង់ទៀតតែសម្រាប់ខ្ញុំនៅទីនេះគឺខ្ញុំកាត់យកតែ3កង់ទេបាទគឺចុងខាងចុង1កង់ហើយផ្នែកខាងគល់ហ្នឹងគឺ2កង់ទៀតហើយបន្ទាប់មកគឺខ្ញុំយកទៅដាក់ដាំនៅក្នុងកន្ទោងបាទឬមួយក៏ផើងផ្សេងបាទនៅទីនេះគឺខ្ញុំដាក់ខ្ទង់ជ័រ2ទៀតបាទសម្រាប់ទុកបំបែកដាំដាក់ទៅផើងណាដែលយើងគិតថាវាល្អយើងដាក់ផើងហ្នឹងទៅបាទហើយផ្នែកខាងចុងបាទផ្នែកខាងចុងឬមួយក៏ខាងដើមហ្នឹងគឺខ្ញុំដាក់ផើងមួយដែលស្អាតគឺសម្រាប់
តាំងដាំលំអតែម្ដងបាទអញ្ចឹងប្រទាលហ្នឹងគឺមានភាពងាយក្នុងការកាត់បំបែកដាំហ្នឹងគឺមិនលំបាកទេហើយការថែទាំគឺដូចខ្ញុំថាអញ្ចឹងដូចខ្ញុំបង្ហាញអញ្ចឹងយើងគួរតែស្រោចទឹកយល់ល្អយើងស្រោចទឹកមួយថ្ងៃ2ដងគឺល្អបំផុតសម្រាប់ប្រទាលហ្នឹងក៏ប៉ុន្តែបើសិនជាយើងមានភាពចាំបាច់រវល់ខ្លាំងមិនមានពេលវេលាក្នុងការស្រោចទេគឺយើងអាចទុករយៈពេល 4-5 ថ្ងៃក៏អត់មានបញ្ហាដែរតែគ្រាន់តែប្រទាលរបស់យើងហ្នឹងគឺលូតលាស់យឺតប៉ុន្តែបើយើងស្រោចទឹកមួយថ្ងៃ2ដងគឺនឹងលូតលាស់លឿនបាទអញ្ចឹងសម្រាប់ការបង្ហាញរបៀបនៃការដាំដុះក៏ដូចជាអត្ថប្រយោជន៍នៃប្រទាលហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទហើយសូមអរគុណដល់ប្រិយមិត្តពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទចុងបញ្ចប់សូមជូនពរដល់ប្រិយមិត្តពុកម៉ែបងប្អូនដែលរកស៊ីទទួលទានមានបានតិចតិចជុំគ្រប់គ្នាបាទសូមអរគុណសូមជម្រាបលា